ភ្ញៀវធម្មជាតិនៅស្រុកខ្មែររសជាតិពិតជា the best ខ្ញុំឃើញតែប៉ុណ្្នឹងក៏ថាច្រើនហើយប៉ុន្តែអម្ចាស់ចម្ការបានមានប្រសាសន៍ថានេះនៅតិចផងដោយសារតែអាកាសធាតុក្តៅពេកសប្តាហ៍ថ្ងៃនេះបើអាកាសធាតុមិនក្តៅដូចឥឡូវនេះទេភ្ញៀវមួយដើមអាចឲ្យផលដល់ទៅ600ទៅ700គីឡូក្រាមអម្ចាស់ចម្ការបានបន្ថែមទៀតថាដើមភ្ញៀវនេះមានអាយុកាលច្រើនឆ្នាំហើយប្រហែលចន្លោះពី60ទៅ80ឆ្នាំផ្លែក្រូចផ្លែចេកភ្ញៀវដំណាំនិងផ្លែឈើផ្សេងៗទៀតគឺដាំបែបធម្មជាតិពិតៗ 100% ភ្ញៀវនៅក្នុងវីដេអូនេះគឺស្ថិតនៅក្នុងខេត្តបាត់ដំបងហើយក៏មិនឆ្ងាយពីទីក្រុងប៉ុន្មានដែរគឺនៅភូមិវត្តគោរំលងផ្ទះបុរាណទី2ប្រហែល20ម៉ែត្រនៅខាងស្ដាំដៃបើធ្វើដំណើរចេញពីសាលាខេត្តបាត់ដំបងចូលរួមចែករំលែកទាំងអស់គ្នាដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិបានដឹងចូលមកប៉ុណ្ណេះតិចទៀតលោកហើយបាទដើម4-500គីឡូអូដល់ណត់បាទអមចេញស្រានទៀតអមអរគុណបាទអើយបងប្អូនអមម្ចាស់ផ្ទះអមម្ចាស់ចការថាតិចទៀតប៉ុណ្ណេះហាមកវាក្តៅពេកអាកាសធាតុបាទហើយបេទៅលក់ណាទេអមអូគេមើលបាទអមបាទវាអត់ដោះតទៀតទេអមប៉ុណ្្នឹងឯងអមអូបាទ1180អមអូ80ឆ្នាំបាទអាមុខ8អាក្រោយឬតរហូតហើយមើលមកលុបទៅឆ្ងាយឆៃបាទអូហើយអានេះក្នុងដងមានត្រីទៀតត្រីក្រហមអីមិនប៉ុណ្ណានៃតែខាងក្រោយលុបជែកទៅនេះលុបជែកហ៎អូដល់ហើយបងប្អូនហើយមកភ្ញៀវបាទអីបាទភ្ញៀវនេះមួយខែដោះប្រហែលរយៈពេលមួយឆ្នាំដោះមួយដងអមអូបាទខែប្រាំងអមខែ12ចេញផ្កាបាទអូដល់បាទអូបាទធម្មជាតិបដ ாய் អមនេះបាទតែរសជាតិឆ្ងាញ់មែនអមខ្ញុំមិនលេស័យអាការភ្ញៀវទិញមកយកមកពីខាងលិចខាងកើតអីរសជាតិខុសគ្នាដាច់បាទខុសគ្នាអានេះអត់ជូរអត់ផ្អែមទៅល្មមបណ្ដោយឲ្យអមថានៅផ្អែមពីនេះទៀតដឹងមិនទេបាទអូប៉ុន្តែឆ្ងាញ់ដល់ណត់អមបាទអីអមចេញស្រានទៀតអមបាទអរគុណអមបាទ